Vàជំរាបសួរថ្ងៃនេះចង់និយាយរឿងអ្នកដែលពិសាស្រាគ្រឿងសង្វឹងតើប៉ះពាល់ដល់ថ្លើមបេះដូងនិងខួរក្បាលហើយនឹងសញ្ញាវិមានដទៃទៀតបាទអញ្ចឹងដំបូងយើងនិយាយរឿងផលប៉ះពាល់ស្រាទៅលើថ្លើមសិនណាទៅលើថ្លើមគេថាថ្លើមយើងហ្នឹងគឺជាសរីរាង្គដំបូងដែលទទួលទុកបំបែកស្រាបាទកាលណាយើងផឹកតិចតិចថ្លើមអាចសម្របខ្លួនបានហើយប៉ះពាល់កតិចដែរកាលណាយើងផឹកច្រើនឬយូរឆ្នាំវាធ្វើឲ្យថ្លើមយើងហ្នឹងទៅជាខូចប៉ះពាល់ហើយជាពិសេសគឺខ្លាញ់រោមថ្លើមណា fatty liver ហ្នឹងហើយទី2ធ្វើឲ្យរលាកថ្លើមណាដោយសារគ្រឿងអាល់កុលណាដោយសារជាតិអាល់កុលហើយទី3គឺធ្វើឲ្យក្រិនថ្លើមហើយក្រិនថ្លើមយូរទៅអាចវិវត្តទៅជាជំងឺមហារីកអញ្ចឹងកាលណាយើងផឹកភ្លាមវាមិនទាន់គ្រោះថ្នាក់ផឹកយូរបានគ្រោះថ្នាក់ណាអានឹងផលប៉ះពាល់ថ្លើមហើយទី2ផលប៉ះពាល់ទៅលើបេះដូងណាកាលណាយើងផឹកតិចមិនលើសកម្រិតបើថាតិចតួចវាអាចប៉ះពាល់តិចដែរណាកាលណាផឹកច្រើនប៉ះពាល់ច្រើនហើយកាលណាយើងផឹកច្រើនវាធ្វើឲ្យសម្ពាធឈាមយើងឡើងទី2ធ្វើឲ្យចង្វាក់បេះដូងបន្ទាងហើយទី3ធ្វើឲ្យខ្សោយសាច់ដុំបេះដូងនិងទី4បង្កើនហានិភ័យដាច់សរសៃឈាមបេះដូងណាបាទអញ្ចឹងចំណុចទី3គឺផលប៉ះពាល់ទៅលើខួរក្បាលអញ្ចឹងកាលណាយើងផឹកញឹកញាប់ណាធ្វើឲ្យខួរក្បាលយើងហ្នឹងភ្លេចភ្លាំងណាឆ្លើយយឺតឆ្លើយតបមកគេយឺតការគិតការសម្រេចចិត្តហ្នឹងខ្សោយហើយយូរទៅគេអត់លក់ណាអញ្ចឹងមួយទៀតគឺឆាប់ខឹងឬធ្លាក់ទឹកចិត្តកាលណាយើងផឹកយូរឆ្នាំធ្វើឲ្យខួរក្បាលយើងរួញណាហើយធ្វើឲ្យបាត់បង់ការចងចាំកាលណាយើងផឹកយូរទៅហើយអញ្ចឹងយើងទៅជាញៀនណាទៅជាញៀនស្រាបាទហើយអ្នកដែលផឹកយូរនឹងរហូតគ្រឿងសង្វឹងហ្នឹងរហូតដល់លើសពី10ឆ្នាំទៅគឺកើតទំនងផ្អែមណាបាទហើយមានសញ្ញាពមៀនអីទៀតណាសញ្ញាពមៀនផ្សេងទៀតដូចជាផឹកលើសកម្រិតណាវាឲ្យមានសញ្ញាដូចជាយើងនឹងចង់ផឹកណាផឹករាល់ថ្ងៃវាញៀនណាហ្នឹងចូលញៀនណាបាទបើថតបានហើយមិនផឹកហើយមិនសុខណាបើថាអានោះតើតើនឹងអារម្មណ៍ផឹកច្រើនជាងមុនទើបមានអារម្មណ៍បាទស្រស់ថ្លាអញ្ចឹងទៅឈឺចាប់ផ្នែកខាងស្ដាំក្រោមទ្រូងណាតំបន់ថ្លើមបាទហើយងាយហត់ងាយងុយគេងគឺសារមិត្តភ័ក្តិមានការបារម្ភបាទចំណុចទី5ចំណាយអាយុណាអាយុលើសពី50ទៅ60ឆ្នាំហើយត្រូវប្រុងប្រយ័ត្នជាងគេទី1កាលណាយើងផឹកស្រាចូលទៅថ្លើមបំបែកស្រាយឺតហើយស្រាហ្នឹងផលប៉ះពាល់ខ្លាំងជាងវ័យក្មេងណាមនុស្សចាស់ងាយប៉ះពាល់ថ្នាំដែលកំពុងញ៉ាំអញ្ចឹងគោលការណ៍ល្អបំផុតគឺផឹកតិចផឹកយឺតមិនផឹករាល់ថ្ងៃបាទដែលសំខាន់ប៉ុណ្ណឹងបាទហើយយល់ល្អចង់របៀបបន្ថយនៃការពិសាស្រាដោយមិនឈឺទី1ឈប់ផឹកស្រាថ្លើមអាចស្ដារឡើងវិញបានណាអាចស្ដារវិញបានបើដំណាក់កាលដំបូងនៅថ្លើមខ្លាញ់អីហ្នឹងយើងថយចុះវិញណាអញ្ចឹងយើងឈប់ផឹក2ទៅ6សប្តាហ៍ទៅថ្លើមអាចប្រសើរឡើងវិញណាហើយលាកថ្លើមហ្នឹងក៏ធូរស្រាលទៅវិញដែរណាអញ្ចឹងឈប់ផឹកថ្លើមអាចស្ដារបានច្រើនបាទហើយបើចូលដល់ដំណាក់កាលធ្ងន់ធ្ងរហើយដូចជាក្រិនថ្លើមឬអីហើយអាហ្នឹងមិនអាចស្ដារបានដូចដើមទេគ្រាន់តែទុកទៅណាតែឲ្យជាសះស្បើយមិនអាចសះស្បើយទេបាទអញ្ចឹងរបៀបបន្ថយគឺគេបន្ថយពីមុន3កែវថយមក2កែវថយមក1កែវថយមក0អីចឹងមកហើយបន្ថយថ្ងៃអីចឹងទៅណាដូរទម្លាប់ណាមកផឹកទឹកឬ
តែបៃតងធ្វើលំហាត់ប្រាណរាល់ថ្ងៃគេឲ្យគ្រប់ជិះវៀងកន្លែងដែលបខំឲ្យផឹកមិត្តដែលជំរុញឲ្យផឹកច្រើនណាអានឹងជិះវៀងឲ្យឈប់ទៅជួបគេណាហើយទៅតំណាត់ទៅជួបគ្រូពេទ្យបើមានសញ្ញាដូចជាឈប់ផឹកហើយញ័រដង្ហើមញ័រដៃគាំងបេះដូងឈឺពោះខ្លាំងមានក្អួតលឿងភ្នែកងុយគេងខ្លាំងឬចុះវិញវត្តហ្នឹងទៅជួបពេទ្យណាបាទអញ្ចឹងត្រូវស្ដារសមត្ថភាពថ្លើមខ្លួនឯងណាសំខាន់គឺឈប់ផឹកហើយយើងអាចរៀបចំផែនការខ្លួនឯងថាត្រូវឈប់អីចឹងទៅបាទអញ្ចឹងមានប៉ុណ្្នឹងឯណាសូមអរគុណសូមជម្រាបលា